ស្រែរបស់អ៊ំហែលគឺគាត់ប្រើប្រាស់ពូជ OM 5451ចំនួន200គីឡូក្រាមនៅក្នុង1ហិកតាក៏ប៉ុន្តែអ៊ំនៅអត់ទាន់មានភាពជំនឿទុកចិត្តទៅលើគុណភាពជីប៉ុន្តែបច្ចុប្បន្ននេះពេលដែលអ៊ំប្រើប្រាស់ពូជ200គីឡូក្រាមនៅក្នុង1ហិកតាអ៊ំឃើញថាស្រូវវាមានភាពក្រាស់បែកកូនច្រើនដូច្នេះហើយគាត់ចាប់ផ្ដើមមានការចង់ផ្លាស់ប្ដូរទៅប្រើពូជតិចតាមគោលការណ៍ណែនាំរបស់ក្រុមហ៊ុនបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់រាប់អានបាទថ្ងៃនេះខ្ញុំបាទនៅវិឆ័យបានចុះមកទីតាំងស្រែរបស់អ៊ំប្រុសហែលជាលើកទី2ស្ថិតនៅក្នុងឃុំឈើកាច់ស្រុកបាភ្នំខេត្តព្រៃវែងបាទខ្ញុំចង់បង្ហាញពុកម៉ែបងប្អូនថ្ងៃនេះគឺបង្ហាញអំពីវឌ្ឍនភាពនៃការសហការធ្វើស្រូវជាមួយនឹងក្រុមហ៊ុនជីកសិកម្មរុនស៊ីនពេលនេះស្រែរបស់អ៊ំហែលគឺគាត់ប្រើប្រាស់ពូជ OM 5451ចំនួន200គីឡូក្រាមនៅក្នុង1ហិកតាពីដំបូងដៃបំផុតគោលការណ៍ណែនាំរបស់ក្រុមហ៊ុនគឺចង់ឲ្យអ៊ំកាត់បន្ថយការប្រើប្រាស់ពូជត្រឹមតែ150គីឡូក្រាមនៅក្នុង1ហិកតាក៏ប៉ុន្តែអ៊ំនៅអត់ទាន់មានភាពជំនឿទុកចិត្តទៅលើគុណភាពជីប៉ុន្តែបច្ចុប្បន្ននេះពេលដែលអ៊ំប្រើប្រាស់ពូជ200គីឡូក្រាមនៅក្នុង1ហិកតាអ៊ំឃើញថាស្រូវវាមានភាពក្រាស់បែកកូនច្រើនដូច្នេះហើយគាត់ចាប់ផ្ដើមមានការចង់ផ្លាស់ប្ដូរទៅប្រើពូជតិចតាមគោលការណ៍ណែនាំរបស់ក្រុមហ៊ុនបាទដូចខ្ញុំបានបង្ហាញអញ្ចឹងលោកអ៊ំបានប្រើប្រាស់ពូជ200គីឡូក្រាមហ្នឹងគឺគាត់បែកជី3ដំណាក់កាលបាទដំណាក់កាលទី1គឺចាប់ពីអាយុ15ថ្ងៃបាទនិងដំណាក់កាលទី2អាយុចន្លោះពី28ថ្ងៃទៅ30ថ្ងៃនិងដំណាក់កាលទី3 40ទៅ45ថ្ងៃហើយថ្ងៃនេះផងដែរខ្ញុំចង់បង្ហាញនៅស្រូវរបស់គាត់បានបែកជីវគ្គទី2ហើយបាទបែកជីកសិកម្មរុនស៊ីនវគ្គទី2ហើយឃើញថាចំនួនកូននៅក្នុងមួយដើមបែកបាន5 6កូនហើយបាទអញ្ចឹងបានន័យថាសភាពដែលគាត់ប្រើប្រាស់ពូជ200គីឡូក្រាមនេះឃើញថាដើមដងស្រូវរបស់គាត់មានធំល្អធំរឹងមាំបាទហើយឬក៏វែងដែរប្រព័ន្ធឬក៏វែងដែរបងប្អូនឃើញណាឬសហើយធំឆ្លោះល្អបាទអញ្ចឹងយើងក៏លេចមើលជាក់ស្ដែងផងដែរនេះបងប្អូនមើលនេះប្រព័ន្ធឬវាឬវែងចាក់ជ្រៅអញ្ចឹងគោលការណ៍ការណែនាំរបស់ក្រុមហ៊ុនជីកសិកម្មរុនស៊ីនទី1ការប្រើប្រាស់ពូជតិចកាត់បន្ថយការប្រើប្រាស់ជីដែលជាធាតុចូលមួយផងដែរបាទហើយមួយវិញទៀតគឺចំណុចដែលសំខាន់គឺពេលដែលប្រើប្រាស់ពូជតិចគឺវាជួយឲ្យស្រូវរបស់គាត់នឹងនៅក្នុងរដូវវស្សារដូវធ្លាក់ភ្លៀងខ្លាំងនេះគឺវាអាចកាត់បន្ថយបញ្ហាដូចជាជំងឺបាទជំងឺមានអីខ្លះជំងឺបាក់តេរីទុំលើស្លឹកជំងឺប្លាសជំងឺផ្សិតដែលទុំលើស្លឹកឡាក់ហ្នឹងបាទអញ្ចឹងសង្កេតឃើញទៅថាលក្ខណៈនៃដងដើមស្រូវគឺផ្នែកខាងក្រោមហ្នឹងគឺមានខ្យល់ចេញចូលបានល្អបាទដែលជាលក្ខណៈពិសេសអញ្ចឹងខ្ញុំចង់ប្រៀបធៀបមួយចំណុចទៀតអានេះគឺជាស្រែរបស់គាត់ដែរប៉ុន្តែដែលគាត់ប្រើប្រាស់ពូជ350គីឡូក្រាមនៅក្នុង1ហិកតាសភាពដើមស្រូវវាអត់មានការបែកកូនទេប៉ុន្តែប្រៀបធៀបជាមួយនឹងជីរុនស៊ីនដែលយើងណែនាំឲ្យប្រើប្រាស់ត្រឹមតែ200គីឡូគឺមានភាពខុសគ្នាណាបងប្អូនដៃខាងស្ដាំខាងឆ្វេងរបស់ខ្ញុំនេះគឺស្រែរបស់អ៊ំដដែលប៉ុន្តែគាត់អត់ប្រើប្រាស់ជីរុនស៊ីនហើយគាត់ប្រើប្រាស់ពូជ350គីឡូក្រាមនៅក្នុង1ហិកតាប៉ុន្តែមួយនេះគឺគាត់ប្រើប្រាស់ជីរុនស៊ីនគាត់ប្រើប្រាស់ពូជតែ200គីឡូក្រាមនៅក្នុង1ហិកតាអញ្ចឹងគឺមានសភាពបែកកូនបើខាងនេះអត់មានបែកទេហើយប្រព័ន្ធឬក៏ខុសគ្នាដែរឃើញទេតែមូលហេតុអីបានវាអញ្ចឹងដោយសារតែកាលណាតែប្រើប្រាស់ពូជក្រាស់ដីប្រព័ន្ធឬរបស់វាគឺវាចាប់ផ្ដើមហាប់ណែនអញ្ចឹងការប្រកួតប្រជែងសារធាតុចិញ្ចឹមនៃស្រូវក៏មានការប្រកួតប្រជែងខ្លាំងហើយធ្វើឲ្យដីនឹងហាប់ណែនប្រព័ន្ធឬចាក់អត់បានឆ្ងាយដូច្នេះហើយពុកម៉ែបងប្អូនបើសិនជាចង់ឲ្យកាន់តែជាក់ច្បាស់អ្នកដែលនៅក្នុងឃុំឈើកាច់ស្រុកបាភ្នំខេត្តព្រៃវែងនេះអាចមកមើលស្រែរបស់អ៊ំហែលបានតែម្ដងបាទមកដល់ឃើញផ្លាកបិទផ្លាកជីកសិកម្មរុនស៊ីនដែលជាផលិតផលស្តង់ដាររបស់ប្រទេសសង្ហបុរីកុំឲ្យចេះតែខ្ញុំចេះតែថាអាចមកមើលស្រែរបស់លោកអ៊ំផ្ទាល់បានថាតើអ្វីដែលខ្ញុំនិយាយហ្នឹងគឺវាជាក់ច្បាស់ឬក៏អត់ហើយដើមស្រូវធំស្លឹករឹងដោយខ្ញុំបាននិយាយមែនឬក៏អត់ចុងក្រោយនេះខ្ញុំបាទសូមអរគុណសូមជម្រាបលា